ខ្ញុំបានឆ្លងភពចូលមកសម័យបុរាណហើយមុខខ្ញុំឡើងដូចស្វាឆ្លងចូលមកក្នុងសម័យនគរពេលដែលខ្ញុំទៅដល់ភ្លាមខ្ញុំឃើញបងកម្មករធ្វើការលើកថ្មហត់ពេកខ្ញុំក៏ប្រើយុទ្ធសាស្ត្រដើម្បីឲ្យថ្មទាំងអស់នោះទៅផ្គុំឲ្យកាត់នេះអស្ចារ្យខ្លួនឯងតែបងប្អូនទាំងអស់គ្នាមកសម្រាប់រឿង AI មកពីថ្ងៃហ្នឹងខ្ញុំទៅមើលទូរស័ព្ទថ្មីបងប្អូនទាំងអស់គ្នាហើយទូរស័ព្ទ Honor 600នេះតែអារម្មណ៍ខ្ញុំសាហាវបងប្អូន Honor 600នេះមានការរចនាបែបសាមញ្ញប៉ុន្តែពេលដែលកាន់លើដៃមានអារម្មណ៍ថាមានភាពប្រណិតហើយស្រាលលើដៃមិនឲ្យកាន់ទៅស្រាលមិនបើអេក្រង់គេត្រឹមតែ 0.98 មីលីម៉ែត្រណា Honor 600នេះមានអេក្រង់ AMOLED ត្រឹមតែ 6.57 អ៊ីងមកជាមួយល្បឿនអូសបញ្ជា 120Hz និងមានកម្រិតពន្លឺរហូតដល់ 8000 កាមេរ៉ាកូរបស់ទូរស័ព្ទ Honor 600នេះវិញមានទំហំ 200 megapixel បំពាក់ AI ច្បាស់កម្រិត Ultra ហ្មងនិង macro ទំហំ 12 megapixel វាមាន sensor AI ដែលផ្ដល់នូវបទពិសោធន៍កម្រិតថតរូបអាជីពជួយឲ្យពេលដែលយើងថតរូបទៅស្អាតមកកម្រិតហ្មងប្លង់ណាក៏ស្អាតបានគ្រប់កលៈទេសៈហ្មងនិយាយពីកាមេរ៉ាមុខវិញមានទំហំ 50 megapixel ជួយឲ្យយើងថតរូប selfie ឲ្យដល់ភាពជឿជាក់ស្រស់ស្អាតហ្មងហើយដែលសំខាន់ខ្ញុំឃើញលយហ្មងទូរស័ព្ទ Honor 600នេះមានបច្ចេកវិទ្យាថតរូបពេលយប់បានកម្រិតខ្ពស់ហើយនឹងមានមុខងារ function ផ្សេងទៀតច្រើនណាស់បើនិយាយពីថ្មទូរស័ព្ទរបស់ Honor 600នេះគេមានថាមពលយក្សរហូតដល់ 7000 មីលីអាំពែបងប្អូនទាំងអស់គេមកជាមួយនឹងបច្ចេកទេសសាកថ្មលឿនរហូតដល់ 80 វ៉ាត់ដោយមិនចាំបាច់ប្រើប្រាស់ពេលយូរបើនិយាយពីភាពធន់នៃថ្មនឹងប្រើបានរហូតដល់ 5 ឆ្នាំហ្មងណា Honor 600នេះមកជាមួយនឹង IP68 IP69 IP69K ជាភាពធន់របស់ទូរស័ព្ទ Honor 600នេះដែលវាជួយការពារឆ្កូតបានល្អហ្មងសូម្បីតែការពារទឹកក៏បានយូរដែរយើងអាចចេតនាធ្វើជ្រោះចូលទឹកអីហ្នឹងអាចការពារជម្រៅរហូតដល់ 2.8 ម៉ែត្ររយៈពេល 30 នាទីបើទឹកក្តៅវិញអាចការពាររហូតដល់ 80 អង្សាទូរស័ព្ទ Honor 600នេះបំពាក់បន្ទះ chip Snapdragon 7 Gen 4ជាមួយនឹង RAM 8 បូកជាមួយនឹង 256GB មានពណ៌ Gold ពណ៌សជាមួយនឹងពណ៌ទឹកក្រូចមានមួយជម្រើសទៀតសម្រាប់បងប្អូនទាំងអស់គ្នាមាន RAM 12G ជាមួយនឹង 256GB ដែលមានពណ៌មាសពណ៌សពណ៌ខ្មៅជាមួយនឹងពណ៌ទឹកក្រូច Honor 600 Pro វិញបំពាក់ជាមួយនឹង chip Snapdragon 8មកជាមួយនឹង RAM 12GB បូកជាមួយនឹង 256GB ដែលមានពណ៌មាសពណ៌សពណ៌ខ្មៅជាមួយនឹងពណ៌ទឹកក្រូចដូចគ្នាហើយវីដេអូពីក្បាលដំបូងដែលបងប្អូនទាំងអស់គ្នាឃើញហ្នឹងគឺខ្ញុំ generate ដោយទូរស័ព្ទ Honor 600នឹងឯងបងប្អូនទូរស័ព្ទ Honor 600នេះហើយចង់ធ្វើវីដេអូ AI អីនិយាយពីងាយស្រួលខ្លាំងជាមួយខ្ញុំចុចឲ្យបងប្អូនទាំងអស់គ្នាមើលខ្ញុំភ្លេចមួយទៀតទូរស័ព្ទ Honor 600នេះអាចផ្ទេររូបភាពនិងតន្ន័យផ្សេងអីទៅកាន់ទូរស័ព្ទ iOS បានណាបងប្អូននិយាយពីទូរស័ព្ទនេះលយខ្លាំងហ្មងខ្ញុំស្រឡាញ់ខ្លាំងមែនទែនបងប្អូនទាំងអស់គ្នានិយាយទៅខ្ញុំលំអិតឡើងក្បោះក្បាយអស់ហើយនេះបងប្អូនមើលហើយមានចំណាប់អារម្មណ៍ចង់បានអត់វាជាតម្លៃទូរស័ព្ទទាំងធម្មតាជាមួយនឹង Pro បងប្អូនទាំងអស់គ្នាហើយវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេសូមឆ្លងភពទៅសម័យបុរាណវិញហើយ